មាត់ដុតប៉ោតនៅសៀមរាបនេះមួយត្រឹមតែ60000រៀលទេប៉ុន្តែគាត់ឲ្យយើងញ៉ាំបាយស្រូវកែនរបស់គាត់នេះមួយឆ្អែតហ្មងណាអត់មានគិតលុយថែមទេហើយម្ហូបអាហារគាត់នៅហ្នឹងគឺសម្បូរបែបណាស់អ្នកនៅសៀមរាបគឺទទួលស្គាល់តែម្ដងរឿងម្ហូបអាហាររៀងធូរថ្លៃហើយសុទ្ធតែរបស់ល្អទៀតដូចមាន់ឯហ្នឹងតែ60000រៀលទេជាប្រភេទមាន់ស្រែគាត់មានណាមាន់ខ្មៅមាន់អីទៀតដោយអ្នកនរគ្នាបានឃើញអញ្ចឹងមកប៉ោតហ្នឹងគាត់ដុតបាន3មាន់ហើយសម្រាប់ប៉ោតរបស់គាត់ទាំងអស់ហ្នឹងគឺមានរហូតដល់ទៅ6អាជីពរបស់គាត់នេះជាង20ឆ្នាំហើយលើបច្ចេកទេសរឿងដុតមាន់នៅក្នុងប៉ោតហ្នឹងអ្នកដែលស្គាល់មាន់ដុតប៉ោតនៅស្រែ100វាលស្រែ100ប្រកាសជាដឹងហើយទីតាំងរបស់គាត់នៅរបៀបផ្លូវក្រោយពលានចាស់ណារាប់តាមពលានហ្នឹងទៅចូលទៅដល់កន្លែងរបស់គាត់ហើយគាត់លក់រៀងរាល់ថ្ងៃដោយអ្នកនរគ្នាបានឃើញអញ្ចឹងនៅហ្នឹងគាត់មានដាំដូងអូច្រើនមែនតើដើមដូងច្រើនហើយស្អាតហើយទៅញ៉ាំម្ហូបអាហារបែបអ្នកតំបន់ចេះណាកុំភ្លេចអ្នកនរគ្នាជាមួយនឹង Cambodia Live សម្រាប់ Cambodia Live រូបរាងស្អាតទាន់សម័យរសជាតិស្រាលសទន់ឆ្ងាញ់និងមានជាតិអាល់កុលត្រឹមតែ 4% តែប៉ុណ្ណោះសំខាន់ឥឡូវនេះមានរង្វាន់ច្រើនសន្ធឹកសន្ធាប់មែនតើថ្មីហ្នឹងគេមានរង្វាន់ថ្មីទៀតគឺរូបបាល់ណារូបបាល់មួយគ្រាប់យើងបាន$10ហូបបាល់2គ្រាប់$20ហើយបើសិនជាបានបាល់3គ្រាប់នេះគឺបានដល់ទៅ$100អែមែនតើសម្រាប់រដូវកាលបាល់ទាត់នេះគឺយើងជួបជុំគ្នាមើលបាល់ហើយដាក់ Cambodia ជាក់ក្លែមម្ហូបឆ្ងាញ់មើលបាល់កាន់តែយូរហើយឈ្នះរង្វាន់កាន់តែច្រើនទៀតអញ្ចឹងអ្នកនរគ្នាដែលចូលចិត្តញ៉ាំម្ហូបអាហារបែបតំបន់បែបអីអញ្ចឹងណាយើងជុំគ្នាជុំអីដាក់ Cambodia Live ទៅឈៀលហ្មងហើយសម្រាប់កន្លែងគាត់នេះគាត់រៀបចំបែបធម្មជាតិហើយសំខាន់គឺគាត់ផ្ដោតទៅលើមាន់ដុតប៉ោតនឹងឯងគាត់មានតាំងពីគេរបៀបអាទឹកមាន់ដែលគេដុតហើយហ្នឹងវាស្រក់ចូលមកគាត់ថែមអាហ្នឹងឲ្យយើងទៀតដើម្បីធ្វើឲ្យមាន់ហ្នឹងពេលដែលយើងញ៉ាំទៅជ្រលក់ទៅវាកាន់តែជុះស៊ីណាហើយគាត់មានប្រហុកក្រងអូរសជាតិប្រហុកក្រងរបស់គាត់គឺត្រូវគ្នាណាស់ជាមួយនឹងមាន់ដុតបែបអញ្ចឹងហើយសម្រាប់អ្នកដែលកំងមាន់ហ្នឹងគឺតម្លៃត្រឹមតែ60000រៀលទេក្នុងមួយក្បាលហើយគាត់ថែមជាមួយនឹងបាយគេហៅបាយស្រូវកេនរបស់គាត់ហ្នឹងណាគាត់ដាំខ្លួនឯងធ្វើខ្លួនឯងទាំងអស់ស្រូវអីហ្នឹងហើយមួយទៀតគឺគាត់ថែមជាមួយនឹងគ្រឿងក្នុងដែលយើងយកទៅឆាជាមួយនឹងតកួនត្រឡប់មួយប្រេងខ្យងប្រេងអីដូចអ្នកនរគ្នាបានឃើញអញ្ចឹងហើយគាត់មានជាប្រភេទម្ហូបអាហារច្រើនទៀតមានសឡមានអីទៅអញ្ចឹងទៅដូចអ្នកនរគ្នាបានឃើញនេះមានរបៀបឆាកែបឆាអីក៏គាត់មានដែរហើយគាត់ធានាថារបស់គាត់បើថារបស់ស្រែគាត់ប្រាប់ថារបស់ស្រែរបស់ធម្មជាតិអីចឹងទៅហើយបើសិនជារបស់គេហៅថាដូចរបស់ចិញ្ចឹមរបស់អីហ្នឹងក៏គាត់ប្រាប់ថាអូអានេះជាប្រភេទត្រីចិញ្ចឹមឯអានេះគឺជាប្រភេទអីចឹងទៅគាត់អត់មានលាក់លៀមជាមួយនឹងភ្ញៀវទេដោយសារគាត់រងថ្ងៃហ្នឹងគឺគាត់សន្សំភ្ញៀវច្រើនមែនតើអញ្ចឹងអាស្តង់ដាររបស់គាត់ហ្នឹងគឺគាត់អត់ចង់ឲ្យបាត់បង់ទៅណាទេមិនមែនថាអូឃើញលុយទៅចេះខ្វាកចេះកុហកភ្ញៀវកុហកអីចឹងណាអ្នកសៀមរាបមួយគឺខ្ញុំសរសើរមែនតើសម្រាប់ភាពស្មោះត្រង់នឹងមួយភាពរស់រាយរាក់ទាក់ជាមួយនឹងភ្ញៀវនឹងគឺទី2ហើយទី3គឺម្ហូបរបស់គាត់រសជាតិតាមតំបន់មួយគឺមានភាពខុសប្លែកគ្នាតាំងពីបច្ចេកទេសតាំងពីអីចឹងណាដោយគាត់នេះដុតប៉ោតដុតអីហ្នឹងប៉ោតរបស់គាត់មិនមែនរបៀបប៉ោតសង្កសីធម្មតាអាប៉ោតធំរបស់គាត់ណាមើលទៅទំនងមែនតើគាត់ចេះមានរបៀបបច្ចេកទេសអីណាច្បាស់លាស់ត្រឹមត្រូវមែនតើនេះហើយគឺជាជំនាញមួយដែលអ្នកស្រុកអ្នកភូមិតាមតំបន់ផ្សេងគ្នាគាត់តែងតែយកអស់ហ្នឹងយកមកធ្វើជាជីវកម្មហើយបរិយាឲ្យជួយបាននៅក្នុងសហគមន៍ទៀតដោយកន្លែងគាត់ហ្នឹងមានតាំងពីតកកឈូសថ្ងៃខ្លះមានអ្នកលក់ពោតមានលក់នំមានលក់អីចឹងណាគាត់ថាអត់កណ្ដាញ់អ្នកស្រុកអ្នកភូមិទេប៉ុន្តែភាគច្រើនពួកគាត់មកតែសៅរ៍អាទិត្យទេដោយសារតែចៃដន្យថ្ងៃនេះខ្ញុំទៅហ្នឹងមិនមែនជាចំថ្ងៃសៅរ៍អាទិត្យអញ្ចឹងអត់ឃើញគេលក់ដូរឯណាច្រើនទេអញ្ចឹងសម្រាប់អ្នកនរគ្នាដែលទៅលេងខេត្តសៀមរាបកុំភ្លេចចូលទៅសាកមាន់ដុតប៉ោតវាលស្រែ100ទាំងអស់គ្នាព័ត៌មានលម្អិតបន្ថែមខ្ញុំនឹងតម្លែងជូននៅក្នុង comment វីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀត